ធានាធិបតីឥណ្ឌូនេស៊ីព្រមានដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាពលោកត្រាំឥឡូវចាប់ផ្ដើមរៀងញាក់បន្តិចហ្នឹងមិនអញ្ចឹងណាឥណ្ឌូនេស៊ីហ្នឹងគឺហក់ផ្លេតដូចខ្មែរអញ្ចឹងចូលផ្លុកមកប្រជុំមួយលោកត្រាំដោះស្រាយសន្តិភាពរឿងកាហ្សាមាននិយាយរឿងឥណ្ឌូនេស៊ីណាមាននិយាយរឿងខ្មែររឿងថៃណានិយាយរឿងកាហ្សាចូលមកភ្លាបបិតាសន្តិភាពអ្នកដែលស្រឡាញ់សន្តិភាពមិនស្អប់ណាស់សង្គ្រាមបានតែប្រជុំប្រមាណជាប្រមាណអាទិត្យទម្លាក់គ្រាប់ក្ដួងនៅអ៊ីរ៉ង់ហើយទៅទម្លាក់ប៉ះចំសុទ្ធតែក្រុមកាន់សាសនាស្អីខាងអ៊ីស្លាមខាងអីនឹងគាត់ហ្នឹងមានអីអញ្ចឹងទៅហើយឥណ្ឌូនេស៊ីហ្នឹងគឺក៏គោរពប្រតិបត្តិសាសនាស្រដៀងគ្នានៅអ៊ីរ៉ង់នឹងដែរដូចម៉ាឡេដែរប្រធានាធិបតីនាយករដ្ឋមន្ត្រីម៉ាឡេអាន់វ៉ៃអ៊ីប្រាហ៊ីមថ្កោលទោសអាមេរិកមែនតើប៉ុន្តែឥណ្ឌូនេស៊ីទៅថ្កោលទោសអាម៉េចបើយើងចូលរួមជាមួយលោកត្រាំពីក្រុមប្រឹក្សាសន្តិភាពរួចទៅមកថ្កោលទោសបិតាសន្តិភាពដែលយើងចូលរួមគ្រប់គ្រងហ្នឹងវាហាស្លាក់ខ្ជាក់ស្លែងស្ដោះលើទ្រូងឯងមិនដឹងថ្លែងយ៉ាងណាក៏ប៉ុន្តែឥឡូវដោយសារមានប្រតិកម្មពីប្រជាពលរដ្ឋឥណ្ឌូនេស៊ីខ្លាំងពេកប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានប្រកាសជាឲ្យរឹកថាបន្តិចទៀតដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំនឹងវិញហើយបើសិនជាមិនអាចរកដំណោះស្រាយឲ្យប៉ាឡេស្ទីនបានណាតែអញ្ចេះវិញហើយចុះមុនចូលហ្នឹងអត់មានលក្ខខណ្ឌហ្នឹងទេគេដឹងតាការដោះស្រាយហ្នឹងបានវាមិនមែនអាស្រ័យទៅលើនេះណាទៅចេះដោះស្រាយទៅប៉ុន្តែចូលមកទៅអីបើសិនជាយើងដឹងថាដោះបានអញ្ចឹងទៅយើងដាក់លក្ខខណ្ឌពីដើមមកក៏គេមិនឲ្យយើងចូលដែរមិនខ្វល់ទេលោកត្រាំនោះយកមកគាត់ណាបបោគាត់ល្អមើលណាប៉ុន្តែឥឡូវលោកក៏បានពមៀនអញ្ចឹងក៏ពមៀនទៅគាត់ណាស្អំចិត្តប្រជាពលរដ្ឋខ្លួនគាត់នៅស្រុកនោះវាតាក់តងអីនៅអាមេរិកនេះដើម្បីកុំឲ្យគេដុតតូបវាមានរដ្ឋសភាគាត់ចោលហ្នឹងអញ្ចឹងឃើញភាសានេះគឺយើងប្រធានាធិបតីឥណ្ឌូនេស៊ីហ្នឹងគឺឈ្មោះលោកPrabowo Subianto បាទលោក Prabowo Subianto ហ្នឹងគឺគាត់ថ្លែងអញ្ចឹងដើម្បីស្អំចិត្តប្រជាពលរដ្ឋឥណ្ឌូនេស៊ីតែយើងមិនទៅឆ្ងល់អីទេអ្នកនយោបាយត្រូវតែឆ្លៀតឱកាសបើមិនអញ្ចឹងទេងាប់ហើយទៅមិនតាន់គេទេគេរករឿងយើងងាប់បន្ទាប់ពីនឹងមកគឺលោកត្រាំថាគ្មានទេការចរចាជាមួយអ៊ីរ៉ង់លើកឡើងតែអ៊ីរ៉ង់លើកទង់ជ័យសដែលឥតលក្ខខណ្ឌប្រហែលថ្ងៃនេះបងប្អូនឮឲ្យមន្ត្រីអាមេរិកហ្នឹងថាខាងអ៊ីរ៉ង់បោះដៃមករកការចរចាប៉ុន្តែថ្ងៃនេះគឺរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់គឺប្រកាសជាអោលរឹកថាអត់មានបានទៅចរចាអីទេអត់ចង់ចរចាជាមួយអាមេរិកទេព្រោះចរចាពីរដងចរចាបដៅវាយបដៅគាត់ថាចាប់ដៃជន់ជើងគាត់ចោទអាមេរិកថាចាប់ដៃជន់ជើងអញ្ចឹងអត់មានការចរចាអីទេប៉ុន្តែនេះគឺជារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់មិនដឹងលាក់ខ្លួននៅកន្លែងណាទេគឺពីក្នុងដងមកហ្នឹងគឺឆ្លើយថ្លែងសារបែបហ្នឹងហើយអាមេរិកលោកត្រាំម្នេះវិញអត់មានត្រូវការចរចាអីទាំងអស់លក្ខខណ្ឌមានតែមួយឯងសម្រាប់អ៊ីរ៉ង់ពេលនេះលើកទង់ជ័យសប្រកាសបរាជ័យហើយចោះចូលសារសភាពរួចខ្លួនបើអត់ទេគឺខ្ទេចអត់មានលក្ខខណ្ឌអីទាំងអស់ចរចាហ្នឹងហើយអាមេរិកនឹងព្រមានថាបើមានការចាំបាច់អាចនឹងបញ្ជូនទ័ពថ្មើរជើងអ៊ីរ៉ង់គេថាអូមកគឺវាលកប់សពដូចនៅអ៊ីរ៉ាក់អញ្ចឹងគេថាអញ្ចឹងដូចសាដាមហ៊ូសេនអញ្ចឹងតែមកសវាលកប់សពសព្រមានទុកមុនអញ្ចឹងបាទរឿងនេះគឺជារឿងដែលប្រឹងទៅវិញទៅមកទៅអ៊ីរ៉ង់ធម្មតាមានដឹកនាំគេនៅខែងរែងនៅដើម្បីស្អំចិត្តប្រជាពលរដ្ឋគេដែរចង់និយាយចឹងប៉ុន្តែខ្ទេចខ្ទីអស់ហើយបងប្អូនហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីអស់ហើយទាំងនាវាទាំងប្រព័ន្ធកញ្ជ្រួចការពារនៅដែរនៅក្នុងដីអ៊ីរ៉ង់មានច្រើនគឺកាយយកទៅដាក់ក្នុងដីច្រើនប៉ុន្តែអាក្នុងដីហ្នឹងសួរមិនយើងកប់វាចោលរហូតយ៉ាងម៉េចវាត្រូវតែបាញ់វាហើយចុះតែបាញ់វាអាមេរិកមិនឃើញបាញ់ចេញពីកន្លែងណាអញ្ចឹងពេលដែលបាញ់ចេញកន្លែងណាហ្នឹងអាកំជ្រួចនឹងកាភ្លើងដែលទម្លាក់គ្រាប់ហ្នឹងគឺទម្លាក់ចំអាកន្លែងដែលផ្ទុះចេញពីកណ្ដាលវាលខ្សាច់អីចឹងដូច្នេះខ្ទេចខ្ទីនាវាងូតទឹកស្អីប្រព័ន្ធការពារអីគឺថាម៉ត់ដូចអាចទីតុយចឹងនៅសល់តាខ្លះនៅក្រោមដីហើយមិនមានលទ្ធភាពអីច្រើននៅក្នុងការតបតជាមួយអាមេរិកទេចង់និយាយថាអ្នកដែលនិយាយពីអ៊ីរ៉ង់នឹងអស់ចាហ្នឹងគឺនិយាយស្អំចិត្តទេអ៊ីរ៉ង់ទេក៏ប៉ុន្តែខ្ញុំជឿថាឥឡូវនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺសហរដ្ឋអាមេរិករដ្ឋសភាអាមេរិកនេះបានអនុម័តសម្លេងដូចរៀងតិចដែរបងប្អូនវា212ទល់នឹង219ទេអញ្ចឹងគណៈបកប្រជាធិបតេយ្យទាំងអស់ជំទាស់មិនឲ្យលោកត្រាំគណៈបកប្រជាធិបតេយ្យសម្លេង212សម្លេងមានទាំងគណៈបកសាធារណរដ្ឋចូលរួម2សម្លេងដែរគឺជំទាស់អត់ឲ្យលោកត្រាំ
ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដោយមិនសុំសភាទេតាមពិតប្រជាពលរដ្ឋអាមេរិកជាទូទៅមិនជំទាស់នៅក្នុងការរំលាយរបបផ្ដាច់ការណាមួយទេជាទូទៅប្រជាពលរដ្ឋអាមេរិកស្រឡាញ់ប្រជាធិបតេយ្យខ្ញុំជឿថាអ្នកបកប្រឆាំងហ្នឹងក៏មានគំនិតចឹងដែរបកប្រឆាំងនៅអាមេរិកគណៈបកប្រជាធិបតេយ្យគាត់ថាមិនពេញចិត្តចំពោះការរំលោភរដ្ឋធម្មនុញ្ញអាមេរិកដែលថាធ្វើសង្គ្រាមអីធ្វើទៅតែសុំយោបល់ពីសភាសិនដើម្បីឲ្យច្បាប់ហ្នឹងវានៅតែមានជាធរមាននេះជាសន្តិភាពធ្នាប់ប្រជាធិបតេយ្យអីចឹងតែលោកត្រាំគាត់ទៅផ្លូវកាត់តែប៉ុណ្្នឹងឯងដល់តែម្សិលមិញបោះឆ្នោតទៅគឺសភាពីគណៈបកសាធារណរដ្ឋរបស់លោកត្រាំហ្នឹងមានសម្លេងគ្រប់គ្រាន់គឺ219សម្លេងហើយដល់ពេល219សម្លេងបងប្អូនដឹងហើយនៅក្នុងរដ្ឋសភានេះមាន335សម្លេងអញ្ចឹងឲ្យតែមាន217សម្លេងនៅ218សម្លេងគឺបានន័យថាឈ្នះហើយអញ្ចឹងគណៈបកសាធារណរដ្ឋឈ្នះតែមួយសម្លេងលើសតែមួយសម្លេងទៅបានន័យថា218គ្រប់តែគាត់បាន219គ្នាគាត់ទាំងអស់មែនតែនមានគ្នា221ណោះប៉ុន្តែមាន2នាក់លោតមកបោះឆ្នោតឲ្យគណៈបកប្រជាធិបតេយ្យទៀតណាបើសិនជាមានតែម្នាក់ទៀតពីខាងសាធារណរដ្ឋលោតមកបោះឲ្យគណៈបកប្រជាធិបតេយ្យប្រឆាំងលោកត្រាំដែលធ្វើសង្គ្រាមអត់សមជាយោបល់ពីរដ្ឋសភាអានេះគឺកាំងបាត់ទៅហើយប៉ុន្តែចៃដន្យអីដូចខ្ញុំនិយាយចឹងសភាជាន់ទៀតនេះម៉ោងណាគឺសាធារណរដ្ឋមានសម្លេងគ្រប់គ្រាន់ដែលឈ្នះប្រជាធិបតេយ្យអញ្ចឹងគាត់ឈ្នះតែ2សម្លេងទេមែនតើទៅណាអញ្ចឹងឥឡូវនេះច្បាប់នេះចូលជាធរមានទៅហើយគឺអនុញ្ញាតឲ្យលោកត្រាំបន្តសង្គ្រាមជាមួយអ៊ីរ៉ង់ទៀតចោះអត់ចាំបាច់ឆ្លងកាត់យោបល់ពីរដ្ឋសភាអីទេខ្ញុំថាបើគាត់ធ្វើចឹងតាំងពីដើមមកប្រជាពលរដ្ឋអាមេរិកប្រហែលជាគ្មានអីទៅរិះគន់គាត់ប្រមាណទេពីរឿងការដែលមិនឆ្លងរដ្ឋសភាគាត់ថាគេរិះគន់អំពីអំពើហិង្សាអីមួយចំនួនប៉ុន្តែឥឡូវនេះវាអ្វីៗវាចប់ហើយចឹងលោកត្រាំអាចបន្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ាក់ប្រមាណឆ្នាំទៀតក៏បានដែរដោយមិនចាំបាច់មកសុំរដ្ឋសភាហើយក៏អត់ខុសរដ្ឋធម្មនុញ្ញដែរព្រោះអីរដ្ឋសភាបានអនុម័តថាមិនចាំបាច់សុំក៏បានដែរទៅរដ្ឋធម្មនុញ្ញចែងអញ្ចឹងតែសភាគេប្រាប់ថាឥឡូវក្នុងដំណាក់កាលនេះមិនបាច់សុំទេដូច្នេះវារឿងហ្នឹងវាទៅអញ្ចឹងណាបងប្អូនតកតងនឹងរឿងមួយទៀតពីរឿងព័ត៌មាន AI ដែលកំចាយពីដូចថាសង្គ្រាមចិត្តសាស្ត្រនយោបាយគឺកំចាយខ្លាំងមែនតើសង្គ្រាម AI នេះគឺបងប្អូនចាញ់បោកគេគ្រប់គ្នាហើយខ្ញុំដូចខ្ញុំនិយាយចឹងមួយថ្ងៃរវល់រើសដុំថ្មចោលស្កាយបងប្អូនយើងផ្ញើសារមកច្រើនពេកហើយខ្ញុំក៏សូមអរគុណដែរដែលជួយឲ្យខ្ញុំសូមទោសទៀងទាត់ព័ត៌មានកុំឲ្យចាញ់បោកគេព័ត៌មានផ្សាយដែលចែកពេញបណ្ដាញ Facebook ហ្នឹងគឺតាក់ទងនឹងយន្តហោះរបស់អាមេរិកនៅកំជ្រួចរបស់អាមេរិកបាញ់ទម្លាក់សំទោសមិនមែនទម្លាក់បាញ់ចំទីតាំងយន្តហោះប្រដេញរបស់អ៊ីរ៉ង់ដែលមិនមែនជាយន្តហោះមែនតែនទេដែលជារូបគំនូដែលគេគូរនៅលើផ្លូវឬក៏នៅលើទីលានពលានយន្តហោះដើម្បីបោកឲ្យអ៊ីស្រាអែលនិងអាមេរិកអស់លុយរាប់លានដុល្លារទៅទម្លាក់ចំលើរូបគំនូតែតាមពិតមិនមែនជាយន្តហោះប្រដេញរបស់អ៊ីរ៉ង់ទេហើយចែកផ្សាយវល់លៀននៅលើបណ្ដាញសង្គម Facebook បងប្អូនអាហ្នឹងគឺជារូប AI ទេគឺគេធ្វើដើម្បីសង្គ្រាមចិត្តសាស្ត្រដើម្បីឲ្យដឹងថាអាមេរិកអត់បានផលអីទេអ៊ីរ៉ង់នៅរឹងប៉ឹងហើយបាញ់មិនត្រូវទេអស់លុយច្រើនទៀតប៉ុន្តែបងប្អូនគិតឲ្យសាមញ្ញវិញអញ្ចឹងបានន័យថាលោកអាលីហាមេនេគឺជារូប AI ទេអញ្ចឹងដែលអាមេរិកបាញ់ស្លាប់មនុស្សរបស់ថ្នាក់ដឹកនាំ30-40នាក់នៅក្នុងកន្លែងប្រជុំតែមួយហ្នឹងអាហ្នឹង AI មែនចុះអាគេបាញ់ប៉លិចនាវារបស់អ៊ីរ៉ង់ប្រហែលថ្ងៃម្សិលមិញដែលស្លាប់មនុស្សមកកណ្ដោះហ្នឹងវាជា AI វាជា AI មែនយើងមានឆ្ងល់ចឹងវិញបច្ចេកវិទ្យាមីស៊ីលរបស់អាមេរិកនេះដើរដោយប្រព័ន្ធឡាស៊ែរនិងមាន infrared អា infrared ហ្នឹងណាគឺចាប់កម្ដៅចាប់ភិនភាគចាប់អីមិនមែនចាប់រូបភាពនៅលើឥតចឹងទេហើយនេះជារូបគំនូ game ដែលគេប្រើបច្ចេកវិទ្យា AI មួយយ៉ាងគឺបង្កើតបានហើយយើងកុំតែចាញ់បោកគេឃោសនាយកមកផ្សាយទៅដូចមែនតែនអញ្ចឹងខ្ញុំស្រឡាញ់រឿងខ្មែរយើងយកមកផ្សាយដូចមែនតែនសហគមន៍អន្តរជាតិគេថាមិនពិតទេតែយើងនឹងនៅតែអញ្ចឹងយកមកផ្សាយនឹងដើម្បីថាអ៊ីរ៉ង់នឹងបរាជ័យនៅឈ្នះហើយអាមេរិកនឹងបាក់ស្បាតហើយដោយសារតែបាញ់ខុសរហូតតែនោះរៀបដល់ដីអស់ហើយយើងអត់មើលនិយាយថាវាបានប្រយោជន៍អីបងប្អូនដើម្បី like ដើម្បី share តែបងប្អូនប្រព្រឹត្តអំពើបាបនឹងទៅអីហើយម្ដងទៀតបងប្អូនគឺថាព័ត៌មានយើងពិបាកមែនតើនៅក្នុងការផ្ទៀងទាត់ព្រោះអីស្រុកខ្មែរមានអាព័ត៌មានអាជ័យធ្លាក់ទឹក
អញ្ចឹងគេអញ្ចឹងឲ្យតែលឺចេះថាឲ្យតែមានទៅគ្មានខ្វល់ទេឲ្យតែលឺណានិយាយអីនិយាយទៅឲ្យតែលឺចោលសិនទៅហើយចាំគិតទៀតអត់មានការខ្មាស់អៀននៅក្នុងការផ្សាយព័ត៌មានមិនពិតណាបាទតែយ៉ាងណាបងប្អូនរឿងសម័យនេះគឺវាអញ្ចឹងហើយចុងក្រោយព័ត៌មានពីចុងក្រោយដែលខ្ញុំចង់ជម្រាបជូនថាលោកត្រាំដករដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិកចេញពីតំណែងក្រោយផ្ទុះការតវ៉ារាប់ខែពីគ្រប់ទិសទីឲ្យដករដ្ឋមន្ត្រីនេះគឺអ្នកដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិនេះគឺអ្នកស្រី Christine Noem អ្នកស្រី Christine Noem ហ្នឹងគឺគាត់រងការរិះគន់បាតកម្មជុំទិសឲ្យដកយូរឲ្យតាក់ទងនឹងចំណាត់ការរបស់ប៉ូលីសអន្តោប្រវេសន៍ ICE ហ្នឹងគឺថាបង្ក្រាបតាមពិតទៅរករឿងអីអ្នកស្រី Christine នោះរឿងហ្នឹងគឺជារឿងលោកត្រាំទេគាត់អ្នកចាត់ចែងអ្នកណាហើយឥឡូវដូរអ្នកស្រី Christine ហ្នឹងយកលោក Mark Wayne Malin ដែលជារដ្ឋដែលជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋអូក្លាហូម៉ាអីហ្នឹងក៏មិនណយជាងអ្នកស្រី Christine Noem នឹងដែរអាចនឹងខ្លាំងជាងនឹងទៀតផងវាអត់មានខុសអីទេមកដបនឹង4ទេគ្រាន់តែថាយ៉ាងហោចណាស់ក៏ឃើញថាលោកត្រាំគាត់រងឥទ្ធិពលនៃការរិះគន់មិនបានក៏ដកទៅព្រោះអាការដកហ្នឹងគឺវាមិនជារឿងល្អហ្មងទេព្រោះនៅក្នុងការដឹកនាំតែយើងដកមនុស្សគឺបានន័យថាយើងបរាជ័យអីមួយអញ្ចឹងប៉ុន្តែឥឡូវដកគាត់ពីកន្លែងហ្នឹងយកទៅកាន់ជាប្រិសិទ្ធពិសេសផ្នែកខាងព្រំដែនខាងទប់ទល់នឹងពួកជួញដូរគ្រឿងញៀនអីណានោះអញ្ចឹងគាត់នៅសល់ដល់ថ្ងៃ31ខែមីនាហ្នឹងកាន់តំណែងហ្នឹងមុននឹងចប់មុននឹងលោកសមាជិកព្រឹទ្ធសភាពីអូក្លាហូម៉ាលោក Mark Wayne Malin ហ្នឹងចូលមកបន្តពីអ្នកស្រី Christine Noem ដូច្នេះរឿងនេះគឺវាអត់មានអីប្លែកទេវាទៅទៅទៀតទៅហើយបងប្អូនខ្លះអូថាលោកត្រាំបរាជ័យអត់មានស្អីបរាជ័យអីណាទេគាត់ខ្វះអីមនុស្សដែលគេរិះគន់ជាងអ្នកស្រី Christine នឹងមាននៅមួយកណកដឹកហ្នឹងដែលលោកត្រាំដាក់មកណាក៏គេរិះគន់ដែរព្រោះអីគាត់អាចសម្រេចធ្វើអីដោយខ្លួនឯងបានក្រៅពីគោលនយោបាយធ្វើស្របតាមលោកត្រាំទេណាដូចអ្នកនាំពាក្យរដ្ឋាភិបាលអ្នកនាំពាក្យក្រសួងមន្ទីរអីរបស់យើងហ្នឹងតើគាត់អាចធ្វើអីខ្លួនឯងបានក្រៅពីនាំពាក្យមកពីគេគោលនយោបាយមាគាបកគេឲ្យធ្វើអញ្ចឹងណាដូច្នេះយើងប្រហែលកន្លែងបន្ទោសពួកគាត់មិនបានដែរគាត់ធ្វើទៅតាមការបញ្ជាពីថ្នាក់ដឹកនាំបើអត់ធ្វើក៏គេមិនរើសគាត់ឲ្យមកធ្វើការងារហ្នឹងដែរ